ចាសូមជម្រាបសួរលោកស្រីអ្នកនាងកញ្ញាដែលកំពុងទស្សនានៅលើ Facebook Page Cambodian Care នាងខ្ញុំគង់ភក្តីសិរីរតជាអ្នកសម្របសម្រួលក្នុងកម្មវិធីថ្ងៃនេះចាជាពិសេសថ្ងៃនេះគឺយើងមានការចូលរួមពីវាគ្មិនកិត្តិយសដែលលោកគឺជាវិជ្ជបណ្ឌិតឯកទេសជំងឺថ្លើមក្រពះពោះវៀននិងឬដងបាតដែលលោកមានបទពិសោធន៍ជាច្រើនឆ្នាំនៅលើវិស័យសុខាភិបាលចាដើម្បីកុំឲ្យរងចាំយូរយើងសូមជួបជាមួយនឹងវិជ្ជបណ្ឌិតឈៀងស៊ីដេតចាសូមជម្រាបសួរលោកគ្រូចាសុខសប្បាយដែរទេលោកគ្រូបាទពិតជាសុខសប្បាយរីករាយមានការរវល់ខ្លះប៉ុន្តែយ៉ាងណាក៏មានភាពសប្បាយរីករាយជាធម្មតាចាលោកគ្រូចាដោយសារតែលោកគ្រូគឺជាស្ថាបនិកនៃ Ekip Medical Center ចាអញ្ចឹងចង់សួរថាតើសប្តាហ៍ថ្ងៃ Ekip Medical Center មានប្រមាណសាខាហើយមានទីតាំងនៅកន្លែងណាខ្លះដែរលោកគ្រូបាទ Ekip Medical Center និង Ekip Specialty Clinic យើងចាប់ផ្ដើមឡើងតាំងពីឆ្នាំ2017មកដល់ឥឡូវជិត10ឆ្នាំហើយហើយក៏យើងមាន2សាខានៅរាជធានីភ្នំពេញគឺនៅខាងម្ដុំចិត្តទំនប់ទូកកនៅចិត្តស្ពានជ្រោយចវ៉ាហើយនឹងសាខាទី2គឺនៅសែនសុកនៅចិត្ត Global House និងផ្សារ Aeon 2ចាលោកគ្រូចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់ជួបពិភាក្សាឬក៏ពិគ្រោះជាមួយនឹងលោកវិជ្ជបណ្ឌិតចាគឺពុកម៉ែបងប្អូនអាចអញ្ជើញទៅកាន់ទីតាំង Ekip Medical Center ដែលលោកគ្រូបានបង្ហាញខាងលើចាអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាដោយសារតែថ្ងៃនេះគឺជាថ្ងៃទី28ខែកក្កដាឆ្នាំ2025ដែលជាទិវាជំងឺរលាកថ្លើមពិភពលោកចាអញ្ចឹងប្រធានបទដែលយើងនឹងយកមកពិភាក្សានៅក្នុងថ្ងៃនេះគឺតាក់ទងទៅនឹងជំងឺរលាកថ្លើមក៏ដូចជាការការពារការព្យាបាលជាដើមចាអញ្ចឹងនាងខ្ញុំសូមអញ្ជើញចូលទៅសំណួរយើងតែម្ដងចាតើលោកគ្រូអាចជួយបញ្យល់ជាទូទៅថាតើជំងឺរលាកថ្លើមគឺមានលក្ខណៈអ្វីខ្លះហើយតើហេតុអ្វីបានគេយកថ្ងៃទី28ខែកក្កដាគឺជាដើម្បីប្រារព្ធទិវាជំងឺរលាកថ្លើមពិភពលោកផងដែរចាបាទអញ្ចឹងសូមអរគុណទៅកាន់សំណួរពីពិធីការនីនៅក្នុងវេទិកាចែករំលែកចំណេះដឹងសុខភាពរបស់ខាងក្រុមហ៊ុន Get Pharma នៅលើ Page Facebook នេះតែម្ដងបាទជាបឋមខ្ញុំបាទសូមគោរពផ្សាយជាថ្មីម្ដងទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋប្រជាជនខ្មែរយើងនិងទូទស្សនិកជនដែលកំពុងតាមដាននៅលើបណ្ដាញសង្គមនៅក្នុងឱកាសនេះខ្ញុំបាទវិជ្ជបណ្ឌិតឯកទេសឈៀងស៊ីដេតដែលជាឯកទេសផ្នែកជំងឺក្រពះពោះវៀនថ្លើមនិងឬដងបាតតែសប្តាហ៍ថ្ងៃបម្រើការនៅមន្ទីរពេទ្យរដ្ឋផងនៅមន្ទីរពេទ្យកាល់ម៉ែតក៏ដូចជាមន្ទីរសម្រាប់ព្យាបាលឯកទេសអេគីបទាំងពីរសាខាដូចបានរៀបរាប់ពីខាងដើមចា៎អញ្ចឹងត្រឡប់មកដល់ថ្ងៃទី28កក្កដាជារៀងរាល់ឆ្នាំអង្គការសុខភាពពិភពលោកក៏ដូចជានៅលើពិភពលោកយើងទាំងមូលតែម្ដងគ្រប់ប្រទេសនៅក្រសួងសុខាភិបាលនៃប្រទេសនីមួយៗក៏តែងតែធ្វើការប្រារព្ធនិងរំលឹកនិងក៏ដូចជាការដាស់តឿនអំពីទិវាសុខភាពថ្លើមពិភពលោកនេះតែម្ដងហើយមូលហេតុដើមនៃការប្រារព្ធពិធីមួយនេះឡើងគឺទី1គឺគោលបំណងធំក្នុងការក្រើនរំលឹកក្នុងការដាស់តឿនបងប្អូនទាំងអស់គ្នាដែលជាប្រជាពលរដ្ឋដែលជាមនុស្សជាតិឲ្យមានការយកចិត្តទុកដាក់ទៅលើសុខភាពថ្លើមហើយជាពិសេសជំងឺថ្លើមមួយចំនួនឧទាហរណ៍ដូចជាជំងឺថ្លើមប្រភេទ B និងប្រភេទ C ដែលបង្កឡើងដោយមេរោគមួយដែលមានភាពស្ងប់ស្ងាត់ដែលមានភាពកាយសាហាវអាចធ្វើឲ្យមានការប៉ះពាល់ទៅដល់សុខភាពក៏ដូចជាអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់វ័យនិងគ្រប់ស្រទាប់វណ្ណៈអញ្ចឹងហើយយើងមិនអាចធ្វើការធ្វើប្រហែសក្នុងការ check up សុខភាពពិនិត្យឬក៏ជួបជាមួយនឹងវិជ្ជបណ្ឌិតឯកទេសដើម្បីប្រឹក្សាយោបល់នៅពេលដែលពួកគាត់មានបញ្ហាទាំងអស់នោះកើតឡើងដោយសារហេតុនេះហើយបានជាអង្គការសុខភាពពិភពលោកគាត់ជ្រើសរើសយកថ្ងៃនេះជារៀងរាល់ខែកក្កដានេះដើម្បីជាការក្រើនរំលឹកគេហៅថា awareness ហើយក៏ដូចជាក៏យើងមានគោលបំណង2មួយទៀតបាទទី2គឺរំលឹកគុណទៅដល់អ្នកមានគុណជាពិសេសគឺអ្នកវិទ្យាសាស្ត្រមួយរូបដែលជាសញ្ជាតិអាមេរិកផ្ទាល់គាត់ឈ្មោះថា Barack Samuel Bloomberg គាត់គឺជាអ្នកប្រាជ្ញវិទ្យាសាស្ត្រដែលទទួលបាន Nobel Prize ហើយគាត់ជាជនជាតិអាមេរិកដែលគាត់រកឃើញវត្តមានរបស់មេរោគថ្លើមប្រភេទ B ហើយនឹងក៏ជាអ្នកដែលបង្កើតវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B នេះតែម្ដងនៅថ្ងៃ28កក្កដាគឺជាថ្ងៃខួបកំណើតរបស់គាត់ផ្ទាល់អញ្ចឹងហើយយើងតែងតែធ្វើការរំលឹកគុណដល់អ្នកប្រាជ្ញដែលគាត់អាចរកឃើញហើយអាចជួយយើងក្នុងការរកនិងការពារក្នុងការព្យាបាលទប់ស្កាត់នៅជំងឺរលាកថ្លើមប្រភេទ B នេះផងដែរចាលោកគ្រូចាសូមអរគុណលោកគ្រូចំពោះសំណួរចាអញ្ចឹងសំណួរបន្ទាប់
តបពីយើងដឹងថាអ្វីទៅជាជំងឺរលាកថ្លើមអញ្ចឹងខ្ញុំចង់សួរលោកគ្រូវិញថាតើជំងឺរលាកថ្លើមមានប្រមាណប្រភេទហើយតើប្រភេទណាដែលសម្បូរជាងគេនៅក្នុងប្រទេសកម្ពុជាយើងសប្តាហ៍ថ្ងៃចា៎បាទជាការពិតជំងឺរលាកថ្លើមគឺសំដៅទៅលើការរលាកទៅលើជាលិកាថ្លើមដែលបណ្ដាលមកពីបញ្ហាអ្វីមួយជាក់ច្បាស់ក្នុងនោះយើងបានបែងចែកចេញជា2ធំបើយើងចែកឲ្យស្រួលគឺរលាកថ្លើមមួយប្រភេទគឺมันបង្កឡើងដោយពពួកមេរោគទេមីក្រូសរីរាង្គដូចជា virus បាក់តេរីអីទេទី2គឺជាក្រុមជំងឺរលាកថ្លើមដែលបណ្ដាលមកពីពពួកមេរោគនេះឯងដែលយើងជួបជាញឹកញាប់មានប្រភេទមេរោគរលាកថ្លើមប្រភេទ B មានរលាកថ្លើមប្រភេទ C និងមាន E ឬក៏មាន A ឬក៏មាន D ជាដើមនេះគឺសិតសឹងតែជាប្រភេទមេរោគដែលអាចបង្កឲ្យជំងឺរលាកថ្លើមដោយសារមេរោគហើយផ្ទុយមកវិញដែលយើងត្រឡប់ទៅប្រភេទទី1មិញដែលយើងជួបញឹកញាប់នោះខ្ញុំភ្លេចបានសង្កត់ធ្ងន់គឺដូចជាការពិសាស្រាដែលធ្វើឲ្យមានការរលាកទៅដល់សាច់ថ្លើមជំងឺលើសជាតិខ្លាញ់ដែលយើងអាចហៅជាសាមញ្ញថាជំងឺខ្លាញ់រុំថ្លើមការបរិភោគឬក៏ទទួលទាននៅឱសថលើសកម្រិតឬក៏សារជាតិពុលមួយចំនួនដែលមាននៅក្នុងផ្សិតដែលយើងអាចជួបឬក៏ថ្នាំបុរាណមួយចំនួនដែលប្រើប្រាស់មិនសមស្របទៅតាមបច្ចេកទេសឬក៏ការព្យាបាលមួយដែលត្រឹមត្រូវវាធ្វើឲ្យមានប៉ះពាល់ទៅលើថ្លើមទាំងអស់នេះគឺជាក្រុមទី1ដែលមិនបង្កឡើងដោយមេរោគទេហើយនឹងក្រុមទី2គឺជំងឺរលាកថ្លើមដែលបង្កឡើងដោយប្រភេទមេរោគចា៎អញ្ចឹងដូច្នេះបើសិនជាអ្នកជំងឺរលាកថ្លើមប្រភេទ B តើគាត់ឆ្លងតាមរបៀបណាខ្លះហើយតើធ្វើដូចម្ដេចដើម្បីយើងដឹងថាយើងមានជំងឺរលាកថ្លើមប្រភេទ B នេះចា៎បាទជាសំណួរមួយដែលសំខាន់ហើយក៏ជាចំណុចមួយដែលបងប្អូនទាំងអស់គ្នាគួរតែយល់ដឹងនិងទទួលជ្រាបជំងឺរលាកថ្លើមប្រភេទ B ជាជំងឺមួយដែលបង្កឡើងដោយមេរោគរលាកថ្លើមប្រភេទ B គេហៅថា virus hepatitis B ហើយក្នុងនោះការចម្លងរបស់មេរោគរលាកថ្លើមប្រភេទ B នេះគឺមាន2យ៉ាងគឺប្រភេទទី1គឺការចម្លងពីម្ដាយទៅទារកដែលនៅក្នុងផ្ទៃនៅពេលដែលគាត់សម្រាលអញ្ចឹងជាកត្តាមួយដែលយើងមានហានិភ័យអញ្ចឹងទាមទារឲ្យបងឬក៏បងប្អូនស្រីដែលគាត់មានផ្ទៃពោះនិងមានផ្ទុកនៅរលាកថ្លើមប្រភេទ B គាត់ត្រូវរករកហើយត្រូវធ្វើការការពារដើម្បីការចម្លងទៅកូនហ្នឹងហានិភ័យវាកាន់តែទាបឬក៏មិនមានតែម្ដងដើម្បីរក្សាសុវត្ថិភាពទៅដល់ទារកដែលកំឡុងពេលសម្រាលអានេះគឺជាការចម្លងមួយដែលពិបាកក្នុងការព្យាបាលមែនទែនព្រោះកូនក្មេងទូចហើយគាត់ឆ្លងពីម្ដាយអញ្ចឹងអត្រានៃការជាគឺស្ទឹងតែមិនមានទេសម្រាប់គាត់អញ្ចឹងហានិភ័យក៏វាគ្រោះថ្នាក់ខ្លាំងទៅកាន់សុខភាពរបស់ទារកនិងកុមារដែរការចម្លងប្រភេទទី2គឺការចម្លងដោយការរស់នៅប្រចាំថ្ងៃជាមួយនឹងមជ្ឈដ្ឋានដែលគាត់មានអ្នកផ្ទុករលាកថ្លើមប្រភេទ B ជាការរស់នៅជុំគ្នាដូចជាការចម្លងនោះគឺមានភាពច្បាស់លាស់ដែរគឺការចម្លងតាមឈាមនេះឯងការដាច់រលាត់ការមានដំបៅឬក៏មានរបួសនៅលើស្បែកដែលប៉ះទៅលើឈាមឬក៏ទឹករងៃរបស់អ្នកជំងឺជាការរស់នៅប្រចាំថ្ងៃហើយអ្នកជំងឺផ្សេងដែលមនុស្សផ្សេងដែលគាត់រស់នៅជុំគ្នាហើយគាត់មិនបានទទួលនៅការចាក់វ៉ាក់សាំងបង្ការរលាកថ្លើមប្រភេទ B មិនមានប្រព័ន្ធការពារដើម្បីការពារជំងឺរលាកថ្លើមប្រភេទ B អញ្ចឹងមានហានិភ័យក្នុងការចម្លងដូចគ្នាការប្រើប្រាស់ម្ជុលចាក់សាក់ឬក៏របស់មុតស្រួចដែលអាចទម្លុះស្បែកការរួមភេទដោយមិនមានប្រើប្រាស់នៅឧបករណ៍ការពារស្រោមអនាម័យជាដើមអញ្ចឹងគឺសិតតែជាកត្តាដែលអាចបង្កការចម្លងរលាកថ្លើមប្រភេទ B បានដូចគ្នាចា៎លោកគ្រូចឹងដូច្នេះបើសិនជាអ្នកជំងឺតើគាត់ធ្វើដូចម្ដេចដើម្បីគាត់ដឹងថាគាត់មានផ្ទុកនៅជំងឺរលាកថ្លើមប្រភេទ B នេះដែរចា៎បាទជាសំណួរមួយដែលល្អទៀតហើយការដែលចាប់អារម្មណ៍ទី1តើតែអ្នកជំងឺមានរោគសញ្ញាទើបគាត់ចាប់អារម្មណ៍ប៉ុន្តែដោយឡែកជាចំណាប់អារម្មណ៍ពីយើងជាក្រុមគ្រូពេទ្យឯកទេសនេះទៅវិញជំងឺរលាកថ្លើមប្រភេទ B អាច 80% នៃអ្នកជំងឺគាត់មិនមានរោគសញ្ញាអ្វីទាំងអស់ដែលយើងអាចកត់សម្គាល់បានអញ្ចឹងមិនមែនមានន័យថាតើតែអ្នកជំងឺមានរោគសញ្ញាទើបមកជួបពេទ្យទេអញ្ចឹងជំងឺរលាកថ្លើមប្រភេទ B អាចរកបានដោយការឆែកសុខភាពជាទៀងទាត់ប្រចាំឆ្នាំដោយការបូមតេស្តឈាមដែលគេហៅថា serology test ហើយយើងអាចរកមើលវិជ្ជមានវត្តមានរបស់សម្បកមេរោគដែលគេហៅថា antigen HBs នៅក្នុងឈាមឬក៏រាប់ចំនួនមេរោគដោយប្រើប្រាស់ PCR test អញ្ចឹងយើងអាចធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទ B បានងាយស្រួលដោយគ្រាន់តែធ្វើការឆែកសុខភាពដោយការតេស្តឈាមតែប៉ុណ្ណោះហើយនឹងជួបជាមួយនឹងវេជ្ជបណ្ឌិតឯកទេសដើម្បីប្រឹក្សាយោបល់ចា៎
អញ្ចឹងសំណួរបន្ទាប់បើសិនជាក្នុងករណីថាគាត់មានជំងឺរលាកថ្លើមប្រភេទ B តើជំងឺរលាកថ្លើមប្រភេទ B នេះអាចជាសះស្បើយដែរឬទេលោកគ្រូជាទូទៅអត្រានៃការជាសះស្បើយពិតជាមាននៅក្នុងធម្មជាតិបើសិនជាការចម្លងនៅលើមនុស្សធំដែលមានប្រព័ន្ធអង់តិកឬក៏ប្រព័ន្ធភាពស៊ាំគាត់ខ្លាំងក្នុងវ័យកណ្ដាលឬក៏វ័យមួយដែលពេញវ័យគឺអត្រាជាទៅវិញដោយខ្លួនឯងក្នុងរយៈពេល6ខែគឺមានរហូតដល់អាច60ទៅ70% នៃអ្នកជំងឺប៉ុន្តែបើសិនបើផ្ទុយទៅវិញយើងត្រឡប់ទៅដល់ការចម្លងពីម្ដាយទៅកូនទៅវិញនៅពេលដែលគាត់ឆ្លងពីម្ដាយទៅកូននៅពេលដែលកូនក្មេងនឹងទូចខ្លាំងហើយឆ្លងតាំងពីទូចនឹងក្រោយសម្រាលនឹងទៅគឺអត្រាដែលទៅជារ៉ាំរ៉ៃរហូតដល់90% ហើយអត្រាជាគឺតិចមែនទែនអញ្ចឹងក្រោយការព្យាបាលបើសិនជាអ្នកជំងឺទៅដល់ដំណាក់កាលមួយដែលព្យាបាលហើយក៏មានអត្រាជាដែរគ្រាន់តែអត្រាជានោះគឺมันមានច្រើននៅឡើយទេដោយសារការសិក្សាជាអន្តរជាតិគេអាចសង្កេតឃើញថាការព្យាបាលរយៈពេល5ឆ្នាំដោយការទទួលទានឱសថត្រឹមត្រូវនិងតាមដានត្រឹមត្រូវគឺមានឱកាសជាត្រឹមតែ 5% ប៉ុណ្ណោះក្នុងរយៈពេល5ឆ្នាំនៃការព្យាបាលអញ្ចឹងជំងឺរលាកថ្លើមប្រភេទ B យើងអាចមានឱកាសក្នុងការជាសះស្បើយប៉ុន្តែមិនទាន់មានឱសថណាមួយដែលមានប្រសិទ្ធភាពក្នុងការព្យាបាលនឹង 100% ដូចជំងឺរលាកថ្លើមប្រភេទ C នៅឡើយទេចាលោកគ្រូចាសូមអរគុណលោកគ្រូអញ្ចឹងបើសិនជាក្នុងករណីអ្នកជំងឺគាត់រលាកថ្លើមប្រភេទ B ថាតើវាអាចបង្កគ្រោះថ្នាក់ទៅដល់សុខភាពគាត់តើខ្លាំងឬក៏ប៉ះពាល់យ៉ាងណាខ្លះដែរចាសូមលោកគ្រូជួយបកស្រាយបន្តិចបាទផលប៉ះពាល់ពិតជាមានបើសិនបើជំងឺរលាកថ្លើមប្រភេទ B នោះมันមានការតាមដានมันមានការព្យាបាលមួយដែលត្រឹមត្រូវពីវិជ្ជបណ្ឌិតឯកទេសត្រឹមត្រូវហើយឈានទៅដល់ការខូចសាច់ថ្លើមឬក៏ប៉ះពាល់ទៅដល់មុខងារថ្លើមនេះគឺជាផលប៉ះពាល់ប៉ុន្តែបើសិនបើផ្ទុយទៅវិញអ្នកជំងឺរលាកថ្លើមប្រភេទ B អាច30ទៅ40% នៃអ្នកជំងឺរបស់យើងដែលគាត់ស្ថិតនៅក្នុងវ័យមួយដែលមានប្រព័ន្ធភាពស៊ាំប្រព័ន្ធការពារគាត់ល្អគាត់មាំទាំអញ្ចឹងមេរោគពិតជានៅក្នុងដំណាក់កាលមួយគេហៅថា inactive phase ឬក៏ inactive carrier ដែលអ្នកជំងឺហ្នឹងគាត់មានផ្ទុកមេរោគប៉ុន្តែមេរោគមិនមានសកម្មភាពធ្វើឲ្យរលាកឬក៏ខូចសាច់ថ្លើមអានេះគឺមិនមានផលប៉ះពាល់អ្វីធំដុំទេអញ្ចឹងយើងនិយាយពីផលប៉ះពាល់ទៅវិញគឺនៅក្នុងករណីតែមេរោគហ្នឹងមានសកម្មភាព active ហើយវាធ្វើឲ្យមានការរលាកទៅលើសាច់ថ្លើមអញ្ចឹងបើសិនជាអ្នកជំងឺរបស់យើងគាត់មិនបានរកទាន់ពេលវេលាគាត់បណ្តែតបណ្ដោយឲ្យការរលាកសាច់ថ្លើមហ្នឹងនៅរយៈពេលយូរវែងឆ្ងាយចន្លោះពី7ទៅ10ឆ្នាំអ្នកជំងឺរបស់យើងអាចទៅដល់ដំណាក់កាលមួយក្រិនថ្លើមឬក៏ខូចនៅមុខងារថ្លើមអញ្ចឹងអាចបង្កឲ្យចេញជាផលវិបាកនៃជំងឺក្រិនថ្លើមហើយក៏អាចផ្ដល់ផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរឬក៏អាចឈានដល់អាយុជីវិតរបស់អ្នកជំងឺផងដែរចាលោកគ្រូអញ្ចឹងបន្ទាប់ពីយើងដឹងតកតងជាមួយនឹងការចម្លងក៏ដូចជាផលវិបាកផលគ្រោះថ្នាក់របស់ជំងឺរលាកថ្លើមប្រភេទ B អញ្ចឹងសំណួរបន្ទាប់ខ្ញុំចង់សួរលោកគ្រូថាអញ្ចឹងតកតងជាមួយនឹងការព្យាបាលតើគេគួរតែព្យាបាលដោយរបៀបណាខ្លះលោកគ្រូចាបាទការព្យាបាលមានភាពស្មុគស្មាញក្នុងការសម្រេចចិត្តទៅតាម guideline ទៅតាមការសម្រេចនៃប្រទេសនីមួយៗនៃអង្គការសុខភាពប្រទេសនីមួយៗខាងអាមេរិកផ្សេងខាងអាស៊ីអាគ្នេយ៍យើងផ្សេងខាងប៉ែកអឺរ៉ុបផ្សេងប៉ុន្តែជាទូទៅដើម្បីឈានទៅដល់ការព្យាបាលតើតែអ្នកជំងឺគាត់មានការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យក្រោយពីការរកឃើញនៅវត្តមានរបស់សម្បកមេរោគឬក៏ឈានទៅដល់ការរាប់មេរោគទី2គឺការព្យាបាលរបស់យើងវាអាស្រ័យទៅលើកម្រិតរឹងរបស់សាច់ថ្លើមរបស់អ្នកជំងឺដែលយើងអាចប្រើ fibro scale ឬក៏ fibro test ដើម្បីកំណត់ថាសភាពសាច់ថ្លើមរបស់អ្នកជំងឺរបស់យើងទន់រឹងឬក៏ឈានដល់ក្រិនហើយទី2គឺកត្តាក្រុមគ្រួសាររបស់គាត់មានហានិភ័យដែលអាចវិវត្តទៅជាជំងឺក្រិនថ្លើមឧទាហរណ៍គ្រួសាររបស់គាត់ប៉ាម៉ាក់ឬក៏ជីដូនជីតារបស់គាត់ធ្លាប់មានបញ្ហាក្រិនថ្លើមឬក៏ឈានទៅដល់មហារីកថ្លើមដែរអត់នឹងក៏គ្រូពេទ្យគាត់អាចសម្រេចចិត្តក្នុងការផ្ដល់ឱសថក្នុងការព្យាបាលដែរហើយនឹងកត្តាទី3គឺកត្តាខ្លួនរបស់អ្នកជំងឺផ្ទាល់តែម្ដងថាតើមេរោគរបស់គាត់នឹងស្ថិតនៅក្នុងដំណាក់កាលមួយដែលសំងំដែលយើងហៅថា inactive ឬក៏វាស្ថិតនៅក្នុងដំណាក់កាលមួយដែលសកម្មដែលកំពុងតែធ្វើឲ្យសាច់ថ្លើមយើងរលាកតែស្ថិតនៅក្នុងដំណាក់កាល active អញ្ចឹងបើសិនជាជាតិរលាកឡើងចំនួនមេរោគច្រើនសភាពសាច់ថ្លើមគាត់មានសភាពមិនប្រក្រតីឆាប់ផ្ដើមវិវត្តហើយអ្នកជំងឺរបស់យើងមានកត្តាក្រុមគ្រួសារហានិភ័យក្នុងការវិវត្តទៅជំងឺក្រិនថ្លើមឬក៏មានដុំសាច់មហារីកគឺគ្រូពេទ្យនឹងធ្វើការព្យាបាលជូនអ្នកជំងឺហើយនឹងធ្វើការណាត់
ដើម្បីតាមដានការវិវត្តរបស់អ្នកជំងឺហើយការព្យាបាលគឺมันជាលំបាកទេពីព្រោះវាគ្រាន់តែទាមទារក្នុងការញ៉ាំថ្នាំជាឱសថហើយដោយបច្ចេកទេសក៏ដូចជាវិទ្យាសាស្ត្រកាន់តែជឿនលឿនអ្នកប្រាជ្ញគាត់រុករកអ្នកវិទ្យាសាស្ត្រគាត់រកឃើញនៅ molecule ឬក៏ឱសថថ្មីអញ្ចឹងប្រសិទ្ធភាពនៃការព្យាបាលពិតជាអាចល្អជាងមុនផលប៉ះពាល់ក៏តិចហើយអាចជួយកាត់បន្ថយការវិវត្តនៃសាច់ថ្លើមដែលខូចឬក៏ក្រិនទៅកាន់សភាពកាន់តែធ្ងន់ទៅហ្នឹងគឺបានល្អមែនតើចាលោកគ្រូចាអញ្ចឹងតើតោះជាមួយនឹងឱសថព្យាបាលតើគេត្រូវបានណែនាំជាមូលនិធិឬក៏ជាឱសថព្យាបាលប្រភេទបែបណាដែរលោកគ្រូបាទឱសថព្យាបាលគឺមានច្រើនមានច្រើនជម្រើសមានច្រើនរូបភាពមានជាចាក់មានជាក្របហើយស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សាមួយចំនួនដោយអង្គការសុខភាពពិភពលោកឬក៏អង្គការសុខភាពមួយចំនួនដែរហើយយើងក៏សមាគមខាងកាពះពោះវៀនថ្លើមនៅអឺរ៉ុបក៏គេកំពុងតែដុតដៃដុតជើងក្នុងការសិក្សាស្រាវជ្រាវអញ្ចឹងណាមានទាំងថ្នាំចាក់មានទាំងថ្នាំគ្រាប់ដែលថ្នាំចាក់ពីមុនគេព្យាបាលទាំងលាកថ្នាំ B ផងលាកថ្នាំ C ផងជាពិសេសពពួក Interferon ហើយជាទូទៅរាល់ថ្ងៃនេះគឺយើងជាជំរើសទី1តែម្ដងគឺប្រើថ្នាំគ្រាប់អញ្ចឹងក្នុងការប្រើប្រាស់ឱសថជាថ្នាំគ្រាប់យើងក៏មានប្រភេទឱសថមួយចំនួនធំដែលយើងតែងតែស្គាល់ដែលជា first generation ឬក៏ first line ដែលពីមុនបងប្អូនសហភេទរៈឬក៏លោកគ្រូអ្នកគ្រូគាត់តែងតែយកមកព្យាបាលគឺពពួក Lamivudine ឬក៏ Entecavir អានេះគឺជាប្រភេទថ្នាំមួយដែលស្ថិតនៅក្នុងចំនួនកាលពីដើមកាលពីមុនមកដល់ពេលបច្ចុប្បន្នដោយសារគេរកឃើញក្នុងការស្រាវជ្រាវមានឱសថមួយចំនួនដែល FDA គាត់ approve ឲ្យប្រើប្រាស់ក្នុងការព្យាបាលរលាកថ្លើមប្រភេទ B ឬក៏ guideline អន្តរជាតិក៏គេណែនាំឲ្យប្រើដែរគឺពពួក Tenofovir ហើយទៅ Tenofovir នេះទៀតសោតក៏យើងមានចាប់ផ្ដើមមានដល់2ក្រុមទៅទៀតមានពពួក Tenofovir លេខ300ដែលជា first generation ហើយនឹង Tenofovir alafenamide ដែលចេញក្រោយលេខ25 mg ដែលជា second generation ចេញក្រោយដែលមានផលប៉ះពាល់ទៅលើឆ្អឹងទៅលើប្រព័ន្ធទឹកនោមគាត់ជាពិសេសគឺតម្រង់នោមតែម្ដងมันមានផលប៉ះពាល់ទេហើយអ្នកជំងឺអាចទទួលទានបានដោយសុវត្ថិភាពហើយមួយថ្ងៃដូចជាភាសាតែមួយគ្រាប់ទេអញ្ចឹងมันជាផលវិបាកក៏មានតិចហើយការរំខានដោយសារឱសថក៏មានតិចប្រសិទ្ធភាពកាន់តែខ្ពស់ចាលោកគ្រូអញ្ចឹងជារួមទៅគឺការប្រើប្រាស់ឱសថគឺមានភាពងាយស្រួលដែរចាដោយសារអ្នកជំងឺគាត់ត្រូវប្រើមួយថ្ងៃតែមួយគ្រាប់ចាមួយវិញទៀតដោយសារតែខ្ញុំឮលោកគ្រូនិយាយមានប្រសាសន៍តាក់ទងជាមួយនឹងអ្នកជំងឺដែលគាត់ស្ត្រីដែលមានផ្ទៃពោះចាអញ្ចឹងក្នុងករណីហ្នឹងបើសិនជាគាត់មានផ្ទៃពោះហើយគាត់មានផ្ទុកនៃការជំងឺរលាកថ្លើមប្រភេទ B នេះតើការព្យាបាលរបស់គាត់អាចព្យាបាលបានដែរឬទេហើយត្រូវប្រើថ្នាំរបៀបម៉េចដែរចាសូមលោកគ្រូជួយបកស្រាយបាទពិតជាសំខាន់មែនទែនហើយក៏ជាចំណេះដឹងមួយទៅកាន់បងប្អូននារីស្ត្រីដែលគាត់មានពពោះឬក៏អនាគតទៅគាត់ច្បាស់ជាមានគ្រួសារគាត់កំពុងតែផ្ទុករលាកថ្លើមប្រភេទ B គាត់ត្រូវដឹងដើម្បីការពារទៅដល់អនាគតរបស់ទារករបស់គាត់ដែរកូនរបស់គាត់ដែរអញ្ចឹងពិតជាសំខាន់មែនទែនក្នុងការការពារក្នុងការព្យាបាលជំងឺនៅក្នុងដំណាក់កាលដែលគាត់ពពោះពីព្រោះហានិភ័យនៃការចម្លងគឺអាចមានហើយហានិភ័យដែលឆ្លងហើយជាទៅកាន់ទារកគឺតិចមែនទែនអញ្ចឹងកុំឲ្យទារកយើងរងគ្រោះគាត់ត្រូវការពារការព្យាបាលគឺសំខាន់មែនទែនហើយយើងត្រូវរកដោយការធ្វើតេស្តឈាមនិងរាប់ចំនួនមេរោគទៅកាន់អ្នកជំងឺដែលគាត់កំពុងតែមានផ្ទៃពោះដើម្បីការពារហើយបើសិនជាចំនួនមេរោគឬក៏ជាតិរលាកថ្លើមរបស់គាត់ដែលគេហៅថាស្រង់តាមណានឹងឡើងអញ្ចឹងគាត់ត្រូវការញ៉ាំថ្នាំចាលោកគ្រូហើយការព្យាបាលនៅក្នុងស្ត្រីមានផ្ទៃពោះគឺអាចចាប់ផ្ដើមបានតាំងពីត្រីមាសទី2នៃការពពោះរបស់គាត់ទៅតែម្ដងនិយាយរួមទៅជាសាមញ្ញគឺខែទី4ចាពីព្រោះផុតដំណាក់កាលដែលទារកគាត់លូតលាស់ដែលមានអវយវៈគាត់ដុះអញ្ចឹងផលប៉ះពាល់សឹងតែមិនមានហើយអ្នកជំងឺរបស់យើងអាចទទួលការព្យាបាលនិងបញ្ចុះមេរោគមុនពេលដែលគាត់សម្រាប់ក័រសម្រាប់បត់ហើយជាទូទៅបើសិនបើយើងបញ្ចុះចំនួនមេរោគបានកាន់តែច្រើនផលប៉ះពាល់ឬក៏អាការចម្លងពីម្ដាយទៅកូនកាន់តែតិចនេះគឺជាគោលដៅនិងទិសដៅមួយរួមដែលក្នុងការព្យាបាលនិងការផ្ដល់ឱសថជូនអ្នកជំងឺដែលគាត់ជាស្ត្រីមានផ្ទៃពោះកំពុងតែពពោះនិងត្រៀមសម្រាប់កូនអញ្ចឹងនៅក្នុងដំណាក់កាលនេះទៀតផ្សោតបើសិនជាការជូនថ្នាំដើម្បីបញ្ចុះមេរោគនោះមានប្រសិទ្ធភាពហើយ
គឺនៅមានកត្តាមួយទៀតដែលចាំបាច់សម្រាប់ការការពារគឺការចាក់វ៉ាក់សាំងហើយនឹង immunoglobulin ជាថ្នាំពិសេសមួយក្រោយពេលសម្រាលមុនរយៈពេល12ម៉ោងគឺយើងផ្ដល់ទៅឲ្យទារកដែលសម្រាលនោះដោយដឹងថាម្ដាយរបស់គាត់មានផ្ទុកនៅជំងឺរលាកថ្លើមប្រភេទ B អញ្ចឹងការការពារទាំងការព្យាបាលនឹងវ៉ាក់សាំងនិង immunoglobulin គឺពិតជាអាចការពារអ្នកជំងឺក៏ដូចជាកូនក្មេងទារកហ្នឹងអត្រានៃការជោគជ័យគឺរហូតដល់លើសពី 95% ដែលអាចមានសុវត្ថិភាពនិងមិនមានការចម្លងពេលដែលសម្រាលកូនចាសូមអរគុណលោកគ្រូចំពោះការបញ្យល់យ៉ាងបោះក្បាយចាដោយសារតែដោយលោកគ្រូបានមានប្រសាសន៍ការព្យាបាលគឺមានរយៈពេលយូរអង្វែងចាអញ្ចឹងសម្រាប់លោកគ្រូផ្ទាល់តើលោកគ្រូចង់ឲ្យអ្នកជំងឺជ្រើសរើសការព្យាបាលយ៉ាងដូចម្ដេចដើម្បីឲ្យមានប្រសិទ្ធភាពទាំងគុណភាពចាបាទនេះគឺជាចំណុចមួយដែលត្រូវវែកញែកវែងឆ្ងាយគ្រាន់តែជាដំបូងមានខ្លីៗហើយនឹងចាំបាច់ពីវិជ្ជបណ្ឌិតឯកទេសផ្នែកថ្លើមទៅកាន់បងប្អូនដែលជាអ្នកជំងឺឬក៏ក្រុមគ្រួសារអ្នកជំងឺការព្យាបាលជំងឺរលាកថ្លើមប្រភេទ B គឺមានវាអាស្រ័យទៅលើជំរើសរបស់អ្នកជំងឺផ្ទាល់ខ្លាំងជាងគ្រូពេទ្យពីព្រោះគ្រូពេទ្យគាត់អាចសម្រេចបាននៅពេលដែលជំងឺនឹងគឺមានភាពប៉ះពាល់ទៅលើថ្លើមរបស់គាត់បានន័យថាថ្លើមរបស់គាត់មានការរលាកថ្លើមរបស់គាត់មានភាពរឹងខុសពីធម្មតាថ្លើមរបស់គាត់ចាប់ផ្ដើមមានបញ្ហាអាចមុខងារថ្លើមចុះខ្សោយឬក៏អាចវិវត្តទៅជាដុំសាច់មហារីកថ្ងៃក្រោយដែរអត់អញ្ចឹងបើសិនជាកត្តាទាំងអស់នោះចំនួនមេរោគក៏ច្រើនមេរោគគាត់ចាប់ផ្ដើមមានសកម្មភាពគឺការព្យាបាលនឹងត្រូវបានចាប់ផ្ដើមដោយវិជ្ជបណ្ឌិតប៉ុន្តែបើនៅក្នុងករណីដែលសាច់ថ្លើមគាត់នៅល្អគាត់មានមេរោគនឹងចំនួនតិចត្រឹម 3-40000 អីទេហើយសភាពសាច់ថ្លើមគាត់ទន់មិនមានការឡើងនៅត្រង់តាមណាជាតិរលាកក្នុងឈាមហើយសុខភាពគាត់នៅល្អបបោជាមនុស្សម្នាក់ដែលរឹងមាំអញ្ចឹងគាត់អាចបែងចែកព្រោះពេលហ្នឹងតែកាលណាញ៉ាំថ្នាំគឺត្រូវប្រើប្រាស់រយៈពេលយូរក្នុងការព្យាបាលអញ្ចឹងពេលខ្លះក៏យើងទាមទារឲ្យអ្នកជំងឺសម្រេចចិត្តថាតើគាត់ចង់ទទួលការព្យាបាលឬក៏គាត់អាចធ្វើការតាមដានបណ្ដោះអាសន្នសិនដោយរយៈពេល6ខែទៅ1ឆ្នាំជួបគ្រូពេទ្យម្ដងដើម្បីតាមដានសភាពនៃការវិវត្តទាំងមេរោគទាំងសាច់ថ្លើមរបស់គាត់អញ្ចឹងបើក្នុងករណីដែលតាមដាននេះគឺមានភាពចាំបាច់មែនទែនដើម្បីដឹងថាតើពេលណាដែលយើងគួរតែចាប់ផ្ដើមញ៉ាំថ្នាំព្យាបាលមុននឹងពេលមានផលប៉ះពាល់ទៅលើសាច់ថ្លើមក៏ដូចជាយឺតពេកក្នុងការព្យាបាលជូនអ្នកជំងឺអានេះគឺជាយោបល់ក៏ដូចជាអនុសាសន៍ពីវិជ្ជបណ្ឌិតឯកទេសពីខាងថ្លើមពួកខ្ញុំទៅគឺខ្ញុំលើកទឹកចិត្តឲ្យធ្វើការតាមដានហើយនឹងជួបវិជ្ជបណ្ឌិតឲ្យបានទៀងទាត់យ៉ាងហោចណាស់1ឆ្នាំម្ដងបើសិនជាគាត់មិនទាន់ទទួលបានការព្យាបាលឬក៏ចំនួនមេរោគហ្នឹងវាស្ថិតនៅក្នុងដំណាក់កាលមួយដែលសំងំក៏ដោយចានេះខ្ញុំពិតជាសូមអរគុណលោកគ្រូដែលបានបញ្យល់យ៉ាងក្បោះក្បាយចាហើយការចែករំលែកនៅក្នុងថ្ងៃនេះពិតជាផ្ដល់នៅជាការចែករំលែកមួយដ៏ល្អនិងផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងទៅដល់ទស្សនិកជនរបស់យើងផងដែរចាដោយសារតែកម្មវិធីរបស់យើងគឺមានពេលកំណត់ដូច្នេះនាងខ្ញុំសូមអនុញ្ញាតដល់លោកគ្រូបើសិនជាមានជាសារឬក៏ជាអនុសាសន៍ផ្សេងសម្រាប់ទៅទស្សនិកជនរបស់យើងតាក់ទងជាមួយនឹងការថែទាំសុខភាពថ្លើមក៏ដូចជាការការពារនិងការព្យាបាលផងដែរចាសូមគោរពអញ្ជើញលោកគ្រូបាទជាចុងក្រោយខ្ញុំបាទសូមធ្វើការថ្លែងអំណរគុណទៅដល់ខាងក្រុមហ៊ុន Get Pharma ដែលគាត់តែងតែយល់តែងតែព្យាយាមពំនាំនៅអត្ថប្រយោជន៍សុខភាពល្អខ្លីៗចែកម្លែកជូនដល់បងប្អូនទូទៅទស្សនិកជនក្នុងប្រជាណាចក្រកម្ពុជាយើងធ្វើការចែកម្លែកដើម្បីថែទាំដើម្បីយល់ដឹងដើម្បីធ្វើការព្យាបាលនិងការពារក្នុងឱកាសនេះក៏ក្នុងខ្ញុំបាទសូមធ្វើការចូលរួមអបអរសាទរក៏ដូចជាក្រើនរំលឹកនៅទិវាសុខភាពថ្លើមពិភពលោកប្រចាំឆ្នាំ2025ពីវិជ្ជបណ្ឌិតឯកទេសថ្លើមក៏ដូចជាវិជ្ជបណ្ឌិតនៅទូទាំងប្រជាណាចក្រកម្ពុជាទៅកាន់បងប្អូនទស្សនិកជនទាំងអស់កុំឲ្យមានការធ្វេសប្រហែសឲ្យមានការយកចិត្តទុកដាក់ទៅលើការថែទាំសុខភាពជាពិសេសគឺសុខភាពថ្លើមរបស់យើងតែម្ដងជាអនុសាសន៍ចុងក្រោយគឺធ្វើការតាមដានសុខភាពដោយផ្អែកលើរោគសញ្ញាមួយចំនួនបើសិនជាអត់ទេលោកស្រីនាងកញ្ញាគួរតែធ្វើការពិនិត្យសុខភាពឲ្យបានជាទៀងទាត់ជារៀងរាល់ឆ្នាំយ៉ាងហោចណាស់1ឆ្នាំម្ដងដើម្បីដឹងថាតើខ្លួនយើងមានបញ្ហាអ្វីឬក៏មានបញ្ហាសុខភាពណាមួយដែលយើងធ្វើការព្យាបាលដើម្បីដោះស្រាយឬក៏បង្ការវាបានហើយដែរឬទេហើយទោះជាមិនមានបញ្ហាថ្លើមរលាកថ្លើមភេទ B ភេទ C ក៏ដោយក៏ការថែទាំនិងការរបបអាហារការលំហាត់ប្រាណគឺពិតជាមានសារៈសំខាន់មែនទែនពីព្រោះមានជំងឺខ្លាញ់រោមថ្លើមមានជំងឺលើសជាតិខ្លាញ់
មានជំងឺ metabolic មួយចំនួនផ្សេងទៀតក៏អាចផលប៉ះពាល់ទៅលើថ្លើមជាចុងក្រោយគឺការពិសាគ្រឿងស្រវឹងគឺសូមទទួលទានដោយមានទំនួលខុសត្រូវខ្ពស់ហើយនឹងកំណត់ចំនួនញ៉ាំហ្នឹងឲ្យបានតិចបំផុតតាមដែលអាចធ្វើបានដើម្បីជៀសវាងផលប៉ះពាល់រយៈពេលវែងឆ្ងាយទៅកាន់សាច់ថ្លើមយើងផងដែរចឹងជាចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងហើយសង្ឃឹមថាយើងនឹងមានឱកាសក្រោយៗទៀតនៅក្នុងវេទិកាល្អបែបនេះដើម្បីចែករំលែកព័ត៌មានសុខភាពជូនដល់បងប្អូនទូទាំងនិកជនលើក្រោយទៀតចាជាថ្មីម្ដងទៀតនាងខ្ញុំជាមួយនឹងក្រុមការងារ Cambodian Care ក៏ដូចជាក្រុមហ៊ុន Get Pharma សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកវេជ្ជបណ្ឌិតឈៀងស៊ីដេតដែលបានចូលរួមចែករំលែកនៅចំណេះដឹងដ៏ល្អទាក់ទងទៅនឹងការថែទាំសុខភាពថ្លើមក៏ដូចជាការរលាកថ្លើមការការពារនិងការព្យាបាលចាហើយក្រៅពីនេះទៅទៀតក៏ខ្ញុំសូមអរគុណចំពោះទស្សនិកជនទាំងអស់ដែលបានចូលរួមស្ដាប់កម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះតាំងពីដើមរហូតដល់ចប់ចាខ្ញុំសង្ឃឹមថាកម្មវិធីកិច្ចសន្ទនានៅក្នុងថ្ងៃនេះពិតជាផ្ដល់នូវផលប្រយោជន៍ទៅដល់បងប្អូនទាក់ទងជាមួយនឹងចំណេះដឹងបន្ថែមទៅលើជំងឺថ្លើមទៅលើការការពារនិងការព្យាបាលចានាងខ្ញុំនិងក្រុមការងារសូមអរគុណសូមគោរពលា